បាទជំរាបសួរបងប្អូនបាទគាត់នឹកឃើញបាទវីដេអូបាទបងប្អូនអាចជាស្គាល់ហើយថានេះគឺជាអ្វីបាទតាមរដងខ្ញុំតែងធ្វើម្ហូបតែដល់ថ្ងៃនេះនឹងឃើញថាចង់ហូបបង្អែមម្ដងអញ្ចឹងក៏ធ្វើម្ហូបបាទឥឡូវចាប់ដើមឥឡូវយើងកូរស្ករត្នោតបាទថាកូរស្ករឲ្យវាឡើងស្អីគេជើងក្រងជើងអីហើយបានយើងចាក់ខ្ទិះដូងចូលបាទហើយបន្ទាប់មកទៀតបានយើងដាក់ដំឡូងចូលតែម្ដងបាទហើយនេះគឺគួរឲ្យវាសពហើយយើងក៏គេថារំងាស់វាដាក់ភ្លើងរឿងរំយើងថាมันបឋមពេកទេណាគណៈយើងដាក់ភ្លើងបឋមពេកទៅវាអាចបណ្ដាលឲ្យខ្លោចស្ករអញ្ចឹងហើយដំឡូងយើងក៏វាមិនអាចឆ្អិនបានល្អហើយក៏វាអត់ផុយដែរបាទអញ្ចឹងហើយខាងចុងភៅគាត់នៅតែគោវាអញ្ចឹងហើយបាទហើយយើងគោត្រឡប់ហើយក៏យើងចាប់ដើមផ្ងំវាបាទដំឡូងនេះគេហៅថាដំឡូងជ្វាបាទអញ្ចឹងដំឡូងជ្វាបង្អែមដំឡូងជ្វានេះគឺនេះគេហៅថាដំឡូងឆឹងបាទយើងធ្វើពេលថ្ងៃឲ្យក្មេងៗវាហូបណាកាត់បន្ថយការវាទាលុយទាកាក់វាទិញដុំទិញចំណីអញ្ចឹងអានេះបង្អែមនេះយើងធ្វើដោយធម្មជាតិពិតបាទដោយគ្មានអីគីមីស្អីទេពីដើមប្រមរានខ្មែរយើងច្រើនតែធ្វើអញ្ចឹងឲ្យកូនហូបនៅពេលថ្ងៃបាទព្រោះថ្ងៃនេះវាចាំថ្ងៃនេះជាថ្ងៃអាទិត្យទៀតអញ្ចឹងយើងថ្ងៃអាទិត្យអញ្ចឹងវាសម្រាប់នៅផ្ទះជុំគ្នាអញ្ចឹងយើងធ្វើអញ្ចឹងឲ្យក្មេងៗវាហូបទៅបាទដូចយើងនិយាយមិញហ្នឹងបើថាវាទាលុយទាកាក់យើងពេកអញ្ចឹងហើយយើងមានតែធ្វើអញ្ចឹងឯងហើយយើងពងតែរំងាស់វាឥឡូវនេះដំឡូងយើងឃើញថាវាចូល70% ហើយនៃការយកឆ្អិនតែយើងក៏មិនធ្វើប្រហែលតាមដានដែរហ្នឹងយើងងំភ្លើងចោលមែនប៉ុន្តែក៏មិនຕົកចិត្តខ្លាចបើយើងមិនមើលវាបានមកចត់ទេហ្នឹងក៏វាខ្លោចញូងទៅជាមិនបង្អែមទៅជានេះប្រៃទៅ